តាបងប្អូនទាំងអស់គ្នាតាទៅបេះគុយជាមួយខ្ញុំបាទនៅក្នុងព្រៃទាំងអស់គ្នាតា Let's go បាទមុននឹងទៅបេះគុយក៏នាំគ្នាបុកអំបិលដើម្បីយកទៅហូបនៅក្នុងព្រៃកុំឲ្យឃ្លានបាទមុននឹងបុកគឺដាក់ប៊ីចេងស្ករហើយក៏ដាក់ប្រទេសដាក់អីចឹងធម្មតាយើងបុកអំបិលគឺវាបែបហ្នឹងឯងបុកចោលបុកឡើងនោះក៏ចេញទៅមាត់ជ្រីកពួកអីមើលអំបិលទៅតំណងអត់មានកម្រងការថាទៅបេះទេប៉ុន្តែមានបងប្អូនខ្លះក៏គាត់ចង់ហូបចឹងទៅគឺខ្ញុំបេះទុកផ្ញើគាត់ទៅប៉ុន្តែក៏មិនដឹងថាចូលក្នុងព្រៃមានគុយដែរឬអត់តដឹងច្បាស់នោះទេព្រោះអីមិនដែរបានដើរចូលក្នុងព្រៃកន្លែងធ្លាប់រកគុយនោះឡើយហើយនេះស្កាយខ្ញុំមុនចេញដំណើរអរគុណខ្មែរគេផ្លំមកស្អីគេទេគេធ្វើមួយថ្ងៃឲ្យតែលឺបាទហើយនេះប្រុសស្អាតចេញដំណើរទៅ2នាក់ជិះម៉ូតូទៅបាទហើយមកដល់កន្លែងព្រៃមួយដែលធ្លាប់បេះគុយមកប្រហែលឆ្នាំមុននោះអត់ដែលបានចូលដើរចូលចុះចូលឡើងទៅគឺមើលចុះមើលឡើងទៅគ្មានសំបីតែផ្លែគុយគ្មានសំបីតែដើមវាមិនដឹងជាបាត់ទៅដល់ណាអស់ហើយទេខានចូលកន្លែងព្រៃនេះយូរទៅដូចជាគុយវាងាប់អស់ដូចជាគេកាប់អស់អញ្ចឹងកន្លែងrồiហើយខ្ញុំចេញពីព្រៃនោះចូលព្រៃមួយទៀតព្រៃទី2ហើយគ្នាខ្ញុំកំពុងតែអត់មើលហើយខ្ញុំនៅក្នុងព្រៃទៅវាមកខំពេកទៅមើលមិនសឹកអត់ឃើញមានផ្លែផងឃើញតែដើមតែអត់មានផ្លែខ្ញុំក៏ដើរចេញពីព្រៃនឹងសិនឲ្យគ្នាខ្ញុំចូលទៅក្នុងសិនទៅហើយគ្នាខ្ញុំក៏កំពុងតែរកផ្លែគុយហើយខ្ញុំក៏ចេញក្រៅសិនដោយសារតែម៉ូតូទុកក្រៅចោលចឹងជឿបារម្ភចឹងឥឡូវក៏ប្រទះឃើញផ្លែគុយហើយខ្ញុំក៏បានចូលក្នុងព្រៃវិញដល់មើលផ្លែគុយទៅសិតតែចាស់សិតតែខ្ជិះខ្ចីស្គីលមានតែ1 2បងប្អូនបាទអញ្ចឹងក៏គ្នាខ្ញុំហ្នឹងក៏នាំគ្នាបេះផងយកទៅពួកដោលពីលើផងចឹងទៅមានទៀបមានខ្ពស់ចឹងទៅមានតូចមានធំបាទម្ដុំវាហ្នឹងប្រហែលជាច្រើនដែរតែសម្បូរតែខ្ចីបាទអត់សូវមានចាស់ទេហើយក៏ខ្ញុំក៏បេះទៅពេលហ្នឹងឃើញផ្លែគុយមួយផ្លែធំដែលវានៅខ្ពស់ក៏នាំគ្នាបេះមកអញ្ចឹងបាទប៉ុន្តែវាដូចជាអត់តន់ចាស់ទេវាដូចថាវាទៅរឿងខ្ចីតែបេះមកដើម្បីយើងជ្រលក់ជាមួយអំបិលអាហ្នឹងខ្ចីហ្នឹងយើងជ្រលក់ជាមួយអំបិលក៏ឆ្ងាញ់ដែរបងប្អូនបាទនៅម្ដុំហ្នឹងក៏វាសម្បូរផ្លែតែសម្បូរតែផ្លែខ្ចីបាទហើយខ្ញុំក៏បេះ4 10ផ្លែដើម្បីយកមកបរិភោគជាមួយអំបិលចង្កូយអំបិលសម្បូរតែខ្ចីអត់សម្បូរចាស់ទេបើយើងបេះបានចាស់យើងយកបន្ទុំមកប្រហែលជា3 4ថ្ងៃគឺវាទុំហើយទុំយើងអាចបរិភោគបានតែនេះគឺវាខ្ចីមែនទែននៅខ្ចីអញ្ចឹងនៅចត់ឡើយចាស់ហើយក៏គ្រាខ្ញុំក៏យកមកមុននឹងយកមកគឺគេញីដើម្បីឲ្យវាទន់ដើម្បីយើងបរិភោគទាំងខ្ចីជាមួយអំបិលណាបាទអញ្ចឹងមានតែអំបិលឆ្ងាញ់ជាងគេហើយគ្នាខ្ញុំក៏បានបកសម្បកម្ដងដើម្បីយកទៅបរិភោគជាមួយអំបិលពេលហ្នឹងគាត់សាកមួយផ្លែមានអីគាត់ថាឆ្ងាញ់ណាចំផ្លែអារម្មណ៍ទេតាគាត់អត់ដែរបរិភោគទេប៉ុន្តែលើដំបងហើយគាត់ហូបគាត់ថាឆ្ងាញ់ខ្ញុំអ្នកថតឲ្យមើលហើយក៏មានអារម្មណ៍ថាលេបទៅមាត់តាមគាត់ដែរគាត់ថាឆ្ងាញ់ណាគាត់ហូបមួយហើយយកមួយទៀតហូបអស់ប្រហែលដូចជា2 3ផ្លែដែរចាស់ហើយពេលដែលយើងហូបហើយក៏យើងចេញដំណើរទៅព្រៃមកកន្លែងទៀតបាទហើយយើងជិះទៅផ្លូវទៅរង្វង់មូលបន្ទាយស្រីហើយរង្វង់មូលបន្ទាយស្រីគេចាប់ដើមអាប់ដេតថ្មីហើយគឺគេដាំផ្កាដាំអាលឹកដាំស្អីស្អាតខ្លះទេនៅកន្លែងហ្នឹងខ្ញុំអត់ទាន់ដឹងច្បាស់ទេប្រហែលជាចូលឆ្នាំគឺដោះធំអស់ហើយនិយាយចំគេដាំផ្កាផងលីស្អីខ្លះទេខ្ញុំអត់ដឹងច្បាស់ទេនេះរង្វង់មូលបន្ទាយស្រីយើងទៅមើលពេលចូលឆ្នាំអាចនឹងដើមឈើហ្នឹងវាលាស់មើលទៅស្រស់ស្អាតណាអ្នកនរគ្នាកុំភ្លេចមកលេងផងណាបាទអញ្ចឹងនេះអានេះប្រុសស្អាតហើយពណ៌ជិះម៉ូតូទៅហើយបាទឥឡូវដល់ព្រៃទី3បាទជាព្រៃដែលលើថាមានផ្លែគុយច្រើនអញ្ចឹងហើយក៏ខ្ញុំក៏ទៅទាំងដែលមិនដែលបានស្គាល់ទិសដៅច្បាស់លាស់នោះឡើយហើយក៏ធ្វើដំណើរទៅតែ2នាក់ទេបាទកំពុងតែដើរគឺឃើញផ្លែដូងកាយមើលខ្ញុំនេះអញ្ចឹងក៏បេះហូបតាមផ្លូវលេងអញ្ចឹងទៅណាអ្នកនរគ្នាហ្នឹងផ្លែដូងកាយដូចផ្លែជ្រលុះអញ្ចឹងដើមវាធំក៏ហៅដើមជ្រលុះតែតូចក៏ហៅដើមផ្លែកាយផ្លែដូងកាយបាទមិនស្រួលទេដើររកផ្លែគុយគឺមិនដើមដែលយើងដាំទេគឺដុះតាមព្រៃចាស់ហើយគឺរុករើដើរទៅនោះដើរទៅនេះមើលឆ្វេងមើលស្ដាំអញ្ចឹងមិនមែនស្រួលទេបងប្អូនសម្រាប់របស់ធម្មជាតិអញ្ចឹងណានេះក៏របស់ធម្មជាតិដែរនេះផ្លែដូងកាយនៅហូបទៅវាមិនអីចត់វាផ្អែមខ្លះចត់ខ្លះទៅហូបទៅឆ្ងាញ់តើអ្នកគេធ្លាប់ហូបឥឡូវដល់ដើមគុយហើយតែមាននេះមានតែដើមអត់មានផ្លែបាទដល់ពេលកន្លែងនេះគឺកន្លែងខ្ញុំធ្លាប់បេះកាលពីមុនឥឡូវគឺខ្ញុំមកមើលម្ដងទៀតគឺកន្លែងនោះគឺសម្បូរផ្លែណាបងប្អូនមានខ្ចីមានសាគៀលហើយនៅមានផ្កាទៀតពេលដែលវាអស់ផ្លែហើយវានៅផ្លែមួយសាទៀតវាផ្កាផងវាផ្លែផងអញ្ចឹងសរុបមកវានៅតែមានផ្កា
ហើយនេះឥឡូវក៏មកបេះបណ្ដោយទៅទឹកខ្ចីទឹកចាស់ក៏បេះយកទៅទុកហូបខ្ចីផងហូបទុំស្គីលផងចឹងទៅហើយកន្លែងហ្នឹងនេះសបោនេះផ្កាវាឃើញផ្កាវានៅពេញដើមបាទពេលហ្នឹងគឺនេះមានស្គីលឃើញអត់បងប្អូននេះឃើញមានស្គីលប៉ុណ្ណេះហើយយើងយកទៅទុំតិចទៅទុំហូបទៅឆ្ងាញ់ហ្មងបានស្គីលប៉ុណ្ណេះមកមានកម្លាំងនឹងបេះផ្លែគុយបន្តទៀតដល់ពេលមិញហ្នឹងគឺគ្មានសោះគឺសើខ្ចីអានេះមានចាស់មានខ្ចីមានទុំដែរចឹងហើយគឺខ្ញុំរឿងមានកម្លាំងបេះដែរពេលហ្នឹងខ្ញុំកាយក្រុមទៀតគឺច្រើនមែនទែនមើលពីលើដូចជាអត់សូវមានផ្លែទេបងប្អូនដល់ពេលយើងវេទៅខាងក្រោមទៅនេះខ្ញុំអត់ផ្លែវានៅក្រោមនៅសម្រាប់បងប្អូនអត់ស្គាល់ដើមគុយវ៉ាគុយហ្នឹងគឺរូបរាងបែបហ្នឹងឯងគឺវាខ្លះវាដុះតាមដីខ្លះទៅវាដុះឡើងតាមមេឈើអីចឹងទៅគឺច្រើនមែនទែនបងប្អូនខ្ញុំបេះឲ្យខ្ញុំវែកទៅខាងក្រោមទៅគឺច្រើនមែនទែនតែវាមានខ្ចីខ្លះទៅក៏ຕົកវាងាក់សាក្រោយទៀតទៅបាទអញ្ចឹងគឺខ្ញុំបេះញាប់ដៃមែនទែនឃើញអញ្ចឹងទៅវាដូចថាសុវ័យចិត្តព្រោះว่าបេះផងឲ្យផងខ្ញុំដាក់កាមេរ៉ាចេះឲ្យខ្ញុំនេះខ្ញុំបង្ហាញមើលអញ្ចឹងស្រួលទៅអត់មានគេថតឲ្យគ្នាខ្ញុំម្នាក់ទៀតឥឡូវទៅខាងនោះចេះឲ្យខ្ញុំថតសកម្មភាពខ្ញុំបេះមកចេញខលអូដាក់គេបាទអញ្ចឹងមកគុំហ្នឹងគឺវែកចុះវែកឡើងច្រើនណាស់អ្នកនរបេះបានចេះតិចវាមានចាស់មានខ្ចីបាទមានស្គីលតិចតួចដែរអញ្ចឹងណាខ្ញុំបេះឡងញាប់ខាញ់គឺខ្ញុំឡើងទៅលើទៀតនិយាយចុះវាមាន2គុំមិនមកគុំមិនគុំខាងនោះវាអត់សូវមានផ្លែមកគុំខាងនេះវាផ្លែច្រើនណាស់អញ្ចឹងបើយើងបេះយើងសង្កេតមើលខាងក្រោមផងខាងក្រោមវាលាក់ខ្លួនអញ្ចឹងមើលយើងមើលពីលើចេះអត់មានផ្លែណាបងប្អូនតែបើយើងចូលទៅដល់យើងវែកមើលវែកចុះវែកឡើងគឺវានៅសងំខ្លះទុំទៅនៅសងំបាំងស្លឹកឈើបាំងអីចឹងណាបាទអញ្ចឹងខ្ញុំបេះឡើងច្រើនណាស់ឃើញហើយមានស្គីលអញ្ចឹងយកទៅបន្ទុំគឺតំណងដោយបងប្អូនចង់ហូបគុយអាចតាក់ទងមក Facebook ខ្ញុំបានអញ្ចឹងគឺបើសិនជាខ្ញុំទៅនេះខ្ញុំទៅដើរបេះអញ្ចឹងណាបាទឥឡូវគឺខ្ញុំច្រកដាក់ចូលថងហើយដោយសារតែថាធ្វើដំណើរទៅមុខទៀតអញ្ចឹងគឺមកជួរទាំងសវោដើមគុយមិនមែនមានតែម្ដងប៉ុណ្ណឹងទេប៉ុន្តែតើយើងព្យាយាមរុកព្រៃបន្តិចបាទហើយព្រៃហ្នឹងក៏រឿងជ្រៅដែររុកចុះរុកឡើងប្រយ័ត្នវែងបាទដើរចុះដើរឡើងក៏ចៃដនជួបស្រីស្អាត2នាក់កំពុងតែបេះគុយដែរហើយ2នាក់ខ្ញុំ2នាក់ដែរមកគូមុំក៏ប៉ុន្តែគាត់មានគ្រូសាវហើយបាទអញ្ចឹងសួរគាត់ថាមានផ្លែអត់គេថានៅនោះមានប៉ុន្តែសវោទឹកខ្ចីអញ្ចឹងហើយគឺខ្ញុំខ្ជិលទៅទៀតក៏ខ្ញុំថាប៉ុណ្្នឹងហើយបើសវោទឹកខ្ចីអញ្ចឹងចាំសាក្រោយចាំយកទៅបេះចាំវាចាស់ចាំយកទៅបេះខ្ញុំមកវិញទៅក៏ឃើញផ្លែដូងកាយនេះទៀតទៅក៏បេះផ្ញើកូនក្មេងឲ្យញ៉ាំលេងអញ្ចឹងណាកូនក្មេងទៅចិត្តហូបខ្ញុំកាលពីនៅគ្វាគោខ្ញុំទៅចិត្តហូបដែរដូចគ្នាខ្ញុំបេះផ្លែដើមគ្នាពេញហ្នឹងហើយបាទហើយអាដើមនេះនៅតាមតំបន់ទៀតតំបន់ខ្លះមានទេណាហើយតំបន់ខ្លះទៀតសម្បូរច្រើនជាងនេះទៀតបាទអញ្ចឹងគឺតាមតំបន់បានឃើញផ្លែវាខ្មៅហ្នឹងរឿងផ្អែមល្អអារឿងខ្មៅបើថាកំក្រហមវារឿងចត់យើងជ្រលក់មួយអំបិលក៏ឆ្ងាញ់ដែរដើមដូងកាយនេះបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទអញ្ចឹងអរគុណបងប្អូនសម្រាប់ការគាំទ្រកន្លងមកបាទហើយអ្នកទាំងគ្នានេះស្គាល់ដាក់ផ្លែអីគេនេះអត់នេះផ្លែនេះគេយកហូបជាមួយអំបិលម្ទេសដែរអាហ្នឹងជូរអែមហ្នឹងតែញ៉ាំដែរហូបទេតែគ្នាខ្ញុំថាហ្នឹងគេហូបបងប្អូនសង្កេតមើលហ្នឹងដើមអីគេបងប្អូនស្គាល់អត់បងប្អូនអាហ្នឹងគេយកហូបមួយអំបិលហ្នឹងគេថាឆ្ងាញ់ដែរអាហ្នឹងជូរអែមមិនទេតែផ្លែវាធំគឺធំចង់ប្រពន្ធដៃបាទអានេះផ្កាវាបងប្អូនស្គាល់អត់អាចខមមិនខាងក្រោមអ្នកគ្នាឥឡូវបេះឥឡូវចាញ់ទៅវិញហើយបាទប៉ុណ្ណេះឯងបាត់5គីឡូក្នុងក្បក